ការចូលរួមក្នុងសង្គមវាពិតជាសំខាន់សម្រាប់ពួកយើងដែលជាក្មេងៗជំនាន់ក្រោយពួកយើងពេលនេះម្នាក់គឺអាយុ12 13 14ឆ្នាំឬក៏អាចនិយាយថាសិស្សដែលនៅក្នុងវ័យបឋមសិក្សាត្រៀមឡើងអនុវិទ្យាល័យហើយយើងដឹងហើយបច្ចុប្បន្នពិភពលោករបស់យើងវាប្រែប្រួលលឿនសម័យ AI មនុស្សអាចបន្លំយើងបានគ្រប់រូបភាពអញ្ចឹងបើសិនបើយើងអត់មានចំណេះដឹងគ្រប់គ្រាន់យើងងាយចាញ់បោកគេពួកយើងងាយចាញ់បោកគេយើងងាយទទួលរងនឹងការឈឺចាប់យើងងាយទទួលរងនៅគេហៅថាភាពអយុត្តិធម៌មិនថាតែក្នុងការរស់នៅឬក៏កន្លែងការងាររបស់យើងទេមានតែយើងខ្លាំងទើបយើងអាចជួយខ្លួនឯងនិងអ្នកដទៃបានតែបើសិនបើយើងខ្សោយកុំថាឡើយជួយអ្នកដទៃតែជួយខ្លួនឯងឲ្យល្អឲ្យរស់នៅស្រួលក៏ពិបាកដែរអញ្ចឹងថ្ងៃនេះយើងនិយាយអំពីការចូលរួមហេតុអីបានការចូលរួមសំខាន់ទាំងអស់គ្នាដឹងទេការចូលរួមវាជាចំណែកមួយដែលយើងចូលទៅមើលនៅស្ថានភាពមួយកិច្ចការមួយសកម្មភាពមួយថាតើនៅក្នុងសកម្មភាពដែលគេបង្កើតឡើងហ្នឹងមានដំណើរការពីដំបូងរហូតដល់ចប់ដូចម្ដេចខ្លះការចូលរួមមិនមែនតតែចូលរួមកម្មវិធីធំទេកម្មវិធីតូចក៏យើងត្រូវចេះចូលរួមយើងចូលរួមឲ្យដឹងឲ្យយើងដឹងថានេះវាយ៉ាងម៉េចកម្មវិធីហ្នឹងយ៉ាងម៉េចបើទោះបីការចូលរួមថ្ងៃហ្នឹងបានប្រយោជន៍ឬមិនសូវបានក៏ដោយប៉ុន្តែយើងចូលសិនហើយទម្លាប់ចូលរួមឲ្យបានច្រើនពីព្រោះផលប្រយោជន៍នៃការចូលរួមមានច្រើនណាស់ដូចជាទី1យើងចូលទៅយើងស្គាល់គេឯងយើងជួបមនុស្សថ្មីបើទោះបីឧទាហរណ៍យើងនៅសាលារៀនយើងទៅចូលរួមកម្មវិធីប្រជុំដែលត្រៀមក្នុងការធ្វើផែនការទស្សនកិច្ចសិក្សាមួយចុះយើងរៀននៅសាលាដូចគ្នាប៉ុន្តែថ្នាក់យើងខុសគ្នាកម្រិតយើងខុសគ្នាចឹងពេលយើងទៅយើងអាចស្គាល់អ្នកណាដែលរៀនកម្រិតប្រហែលយើងឬក៏កម្រិតលើសយើងឬក៏កម្រិតក្រោមយើងទៅដល់យើងអាចរៀនពីគេនឹងជាឧទាហរណ៍ទី1ដល់ពេលចំណុចទី2ពាក់ព័ន្ធទៅនឹងការបំបត្តិនូវភាពភ័យខ្លាចពួកយើងកុំភ្លេចទេបើសិនបើពួកយើងអត់សូវចូលរួមក្នុងសង្គមអនាគតយើងធ្វើអីក៏ខ្លាចដែរយើងចាញ់ច្រាបគេរហូតហើយសពថ្ងៃក្មេងៗដែលមានវ័យប៉ិតយើងច្រើនណាស់ដែលគេចូលរួមនៅក្នុងកិច្ចការទៅតាមសកម្មភាពដែលមាននៅក្នុងកន្លែងគេរស់នៅសាលារៀននៅសហគមន៍របស់ពួកគេពេលខ្លះយើងត្រូវសុំប៉ាម៉ាក់យើងទៅជាមួយបើអាចទៅរៀនមើលទៅហើយមនុស្ស2នាក់មានអាយុប្រហែលគ្នាប៉ុន្តែម្នាក់ចេះការងារដឹងការងារម្នាក់ទៀតស្អីក៏មិនសូវដឹងវាមានណានឹងនិយាយដាច់ដោយឡែកសម្រាប់អ្នកធ្វើការអ្នកខ្លះចូលធ្វើការជាមួយគេសួររឿងអីក៏អត់សូវដឹងដែរប៉ុន្តែម្នាក់ទៀតសួររឿងអីក៏គាត់ដឹងអញ្ចឹងឱកាសវានៅកន្លែងហ្នឹងសារៈប្រយោជន៍មួយទៀតនៃការចូលរួមក្រៅពីយើងស្គាល់មិត្តភ័ក្តិក្រៅពីយើងបានទៅរៀនសូត្រគឺសំខាន់បំផុតធ្វើឲ្យពួកយើងមានទំនុកចិត្តជាក់ស្ដែងដោយព្រឹកមិញមានសិស្សម្នាក់គាត់ឡើងមកកាន់មីក្រូដើម្បីនិយាយនៅចំណុចទាំងឡាយដែលអ្នកដឹកនាំបានប្រាប់គាត់មាន7 8ចំណុចchứគាត់ឡើងមកនិយាយឡើងវិញហើយពេលដែលគាត់និយាយបានតែតាក់
ហើយគាត់ពោលទៅដាក់អ្នកហុចមីក្រូថាអូយខ្ញុំភ័យណាស់ដូច្នេះហើយបានគេឲ្យចូលរួមអញ្ចឹងបើសិនជាលើកទី1គាត់ភ័យគាត់ធ្វើលើកទី2លើកទី3លើកទី4លើកទី10លើកទី20យូរទៅវាកើតតែជាទម្លាប់អញ្ចឹងយើងនឹងលែងខ្លាចហើយយើងមានគេហៅថាទំនុកចិត្តលើខ្លួនឯងអញ្ចឹងសរុបរួមនៅថ្ងៃនេះចង់សម្ដៅឲ្យទាំងអស់គ្នាយល់ថាទោះបីយើងនៅអាយុក្មេងៗប៉ុណ្ណេះក៏ដោយប៉ុន្តែពួកយើងត្រៀមចូលអនុវិទ្យាល័យឬក៏ថ្នាក់ខ្ពស់ឆាប់ហើយអញ្ចឹងពួកយើងត្រូវតែខំប្រឹងចូលរួមឲ្យបានច្រើនពួកយើងមិនចេះតែមានឱកាសចូលរួមទេណាពួកយើងបើយើងចេះតែបោះបង់វាបន្តិចម្ដងថ្ងៃក្រោយទៅឱកាសទាំងអស់ហ្នឹងវាលែងមានហើយពួកយើងកុំឆ្ងល់ថាហេតុអីបានជានៅពេលអនាគតយើងធ្វើអីក៏ចាញ់គេយើងចូលទៅតាណាក៏យើងមិនសូវជាទទួលបាននៅគេហៅថាភាពស្មើមុខស្មើមាត់ជាមួយគេដែលយើងចេះតែខ្លាចយើងចេះតែភ័យយើងចេះតែមកហ៊ានគេធ្វើអីក៏គេធ្វើបានដល់ពេលយើងចេះតែខ្លាចរហូតអញ្ចឹងគួរតែស្វែងយល់ទាំងអស់គ្នាហើយយកសម្ដីទាំងអស់នេះទៅពិចារណាពួកយើងអាចភ្លេចប៉ុន្តែយើងចាំរូបមន្តតែមួយទៅបានហើយស្ដាប់ហ្នឹងគឺឲ្យតែមានកម្មវិធីអីត្រូវតែព្យាយាមចូលរួមឲ្យបានជាមួយគេជាមួយឯង